Ok, chẳng trong video này cứ dương nâng về vì arrayនៅក្នុងភាសា Java ចឹង array គឺជា data structure មួយដែលប្រើសម្រាប់រក្សាទុកតម្លៃច្រើននៃប្រភេទទិន្នន័យដូចគ្នានៅក្នុងអត្ថេតែមួយបាទចឹងយើងមើលឧទាហរណ៍ខ្ញុំមានឧទាហរណ៍មួយទាក់ទងជាមួយនឹងការបង្កើតនៅ array ចឹងយើងមាន syntax របស់វាចឹង syntax របស់ array គឺបែបនេះ data type តទៅទៀត array name តទៅទៀតយើងឲ្យ new data type មកបាទតទៅទៀតយើងឲ្យ length របស់វាយើងចង់ឲ្យវាមាន length ប្រហែលយើងដាក់ប៉ុណ្ណឹងមកបាទយើងដាក់ size បាទអញ្ចឹងអានេះគឺជាចំនួនដូចឧទាហរណ៍ខ្ញុំមាន array នៃថ្នាក់មួយហើយខ្ញុំប្រកាសវាជា integer តទៅទៀតខ្ញុំឲ្យ length របស់វាស្មើនឹង 12 អញ្ចឹងកន្លែងនេះមានន័យថាយើងបង្កើតនៅ array មួយដែលទុកនៅ data type ជា integer ដែលយើងទុកចំនួនធាតុរបស់វាគឺចំនួន 12 បាទរាប់ចាប់ពី0រហូតដល់ 11 ឧទាហរណ៍ខ្ញុំ assign ទៅឲ្យវាអញ្ចឹងអានេះគឺជារបៀបនៅក្នុងការ assign តម្លៃចូលទៅក្នុង array បាទអញ្ចឹងយើងហៅ array មកយើង assign index របស់វាមក index ទី0ស្មើនឹង 0 index ទី1ស្មើនឹង 2 index ទី3ស្មើនឹងទី1ទី2បាទទី2ស្មើនឹង 6 ហើយខ្ញុំមានarray string name មួយទៀតខ្ញុំមាន length របស់វាស្មើនឹង 30 ឧទាហរណ៍ហើយខ្ញុំ assign ឲ្យវាចំនួន 3 ធាតុបាទអញ្ចឹងអានេះគឺជារបៀបនៅក្នុងការ assign តម្លៃទៅកាន់ធាតុរបស់ array តមកទៀតនេះគឺជាការបង្កើតនៅ array ហើយយើងផ្ដល់តម្លៃទៅឲ្យវាតែម្ដងបាទខាងលើនេះគឺយើងបង្កើត array ប៉ុន្តែយើងបោះនៅចំនួនធាតុបាទយើងបង្កើតចំនួនធាតុឲ្យវាប៉ុន្តែកន្លែងនេះគឺយើងបង្កើត array ហើយយើងបោះ value ទៅឲ្យវាតែម្ដងបាទអញ្ចឹងអានេះខ្ញុំមាន string នៃ array name of student ហើយខ្ញុំមានចំនួនសិស្សប៉ុណ្ណេះបាទនេះដូចគ្នាដែរយើងមាន array នៃ number list ដែលជា data type integer ហើយយើងមាន value វាប៉ុណ្ណេះចឹងបន្តមកទៀតយើងធ្វើការ access ទៅកាន់ធាតុរបស់ array បាទអញ្ចឹងខ្ញុំលើកឧទាហរណ៍នៅarray មួយនេះចុះខ្ញុំឧទាហរណ៍ថាខ្ញុំចង់ access ទៅកាន់ student name ឈ្មោះវារៀបាទអញ្ចឹងខ្ញុំសរសេរ system.out.println មកតទៅទៀតយើងហៅ array name របស់យើងមកយើងដាក់គ្នាបតទៅទៀតយើងប្រើប្រាស់ index បាទអានេះ index ទី0 index ទី1 index ទី2 index ទី3អញ្ចឹងយើងដាក់លេខ index មក index ទី0អញ្ចឹងយើងនឹងទទួលបានវិរៈបាទនេះវិរៈអញ្ចឹងអានេះគឺជាវិធីសាស្ត្រនៅក្នុងការ access ទៅកាន់ធាតុរបស់ array យើងក៏អាចឆែកមើលបានដែរថាតើ array របស់យើងមានធាតុមានប្រមាណធាតុបាទ system.out.println បាទname of student.length មកបាទអញ្ចឹងយើងនឹងទទួលបានធាតុរបស់ array អញ្ចឹងយើងរាប់មើលសិន1 0 1 2 3អញ្ចឹងមានថាមាន4ធាតុបាទ1 2 3 4ប៉ុ
ធាតុវាគឺ start ចេញពី 0 បាទអញ្ចឹងយើង run បាទនេះយើងទទួលបាន4អញ្ចឹងធាតុរបស់ array of name of student នេះគឺមាន4ធាតុអូខេតមកទៀតយើងនិយាយពីការ loop នៅធាតុដែលមានទាំងអស់នៅក្នុង array ហើយយើង loop បែបណាបាទអញ្ចឹងដើម្បី loop ធាតុដែលមាននៅក្នុង array យើងអាចប្រើប្រាស់ for loop ដែលមានទម្រង់បែបនេះអញ្ចឹងយើងមាន for ហើយយើងប្រកាសនៅ variable ថ្មី in ស្មើនឹង0តមកទៀតយើងឲ្យ variable i របស់យើងនេះតូចជាងធាតុរបស់ array របស់យើងបាទអញ្ចឹងកន្លែងនេះ name of student.lang នេះយើងនឹងទទួលបានលេខ4បាទអញ្ចឹងកន្លែងនេះធាតុចំនួនរបស់យើង i របស់យើងគឺតូចជាងលេខ4តមកទៀតយើងបូកវាបាទបូកវាម្ដងមួយអញ្ចឹងតមកទៀតយើង output វាមកយើងដាក់ name of student ហើយយើងដាក់ i របស់យើងមកព្រោះវា loop ម្ដងមួយជុំតលតែអស់ធាតុរបស់ array យើងខាងលើនេះបាទអញ្ចឹងពេលដែលយើង run មកយើងទទួលបាននេះវិរិយៈសុភាឌីកាពុទ្ធាបាទមួយទៀតយើងក៏អាចប្រើប្រាស់ for each បានបាទជាង for each យើងប្រកាសយើងមើលធាតុរបស់វាហើយយើងចង់ loop array ប្រភេទជាអីគេបាទអញ្ចឹងឥឡូវនេះគឺយើងមាន array ប្រភេទជា string អញ្ចឹងយើងត្រូវប្រកាស string variable n1 សម្រាប់ត្រងយកព័ត៌មានចេញពី student of name of student នេះបាទហើយបន្ទាប់ទៀតយើង system.out មកអញ្ចឹងនៅពេលហ្នឹងគឺវានឹង loop ម្ដងបញ្ជុំតតែអស់ធាតុរបស់ array បាទអញ្ចឹងយើងទទួលបានខាងក្រោមនេះដូចគ្នាអញ្ចឹងពីរនេះគឺ for ហើយនិង for each គឺអត់ខុសគ្នាទេគ្រាន់ថាមួយទៅសេខ្លីមួយទៅសេវែងបាទអញ្ចឹងមួយទៀតយើងចង់ loop ដែលថាជា in ក៏បាន for in i ស្មើ0 i តូចជាងអីគេតូចជាងយើងចង់ loop number list របស់យើងបាទតូចជាង number list dot length ហើយ i បូកមកយើង system.out មកហើយទៀតយើងអីគេយើង number list បើគ្នាបដាក់ i យើងចូលហើយយើងចុះបន្ទាត់មួយចុច run បាទអញ្ចឹងនេះយើងទទួលបានទិន្នន័យរបស់យើងគឺប៉ុណ្នេះ